សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាអ្វីដែលកនិដ្ឋាលើកឡើងមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយដែលសម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសរសើរលើបណ្ដាញសង្គមការងារផ្លូវការនាល្ងាចថ្ងៃទី11ខែមិនិនាឆ្នាំ2026ថាប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកនិដ្ឋាដែលចេញមកបញ្ចេញមតិលើរឿងដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរអ៊ីស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជាសម្ដេចបានបន្តថាខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះវារីកកាន់តែធំព្រោះអ្វីដែលកនិដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយដែលសម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះដែរតាមសម្ដេចតេជោបានសង្កត់ធ្ងន់ថាអ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀតគឺបង្កគ្រោះថ្នាក់នៃការបែងចែកនិកាយសាសនាក្នុងសាសនាអ៊ីស្លាមផងនិងការបែងចែកសាសនាផ្សេងទៀតនៅកម្ពុជាផងអ្វីដែលគួរឲ្យខ្លាចគឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងនេះទៀតគឺសង្គ្រាមសាសនានេះឯងសម្ដេចតេជោប្រធានព្រឹទ្ធសភាបានរំលេចថាជាង47ឆ្នាំនៃការចូលរួមកាន់អំណាចនៅកម្ពុជាខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍និងសាសនាដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍និងសាសនានៅកម្ពុជានោះឡើយកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល